សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Taxi for Family ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកមើលជីវិតប្រចាំថ្ងៃរបស់អ្នករត់តាក់ស៊ីថ្ងៃរបស់ខ្ញុំចាប់ផ្ដើមតាំងពីព្រឹកម៉ោង 11 ហើយដើម្បីរៀបចំរថយន្តនិងត្រៀមខ្លួនដើម្បីទទួលការងាររត់តាក់ស៊ីមើលទៅវាសាមញ្ញក៏ប៉ុន្តែវាប្រកាសជាមានទាំងការហត់នឿយនិងបញ្ហាប្រឈមជាច្រើនហើយរាល់ថ្ងៃខ្ញុំបានជួបមនុស្សថ្មីនិងស្ដាប់រឿងរ៉ាវផ្សេងពីភ្ញៀវពេលខ្លះមានចរាចរណ៍កកស្ទះច្រើនពេលខ្លះមានអាកាសធាតុមិនល្អក៏ប៉ុន្តែខ្ញុំនៅតែខិតខំប្រឹងប្រែងបំពេញការងារបានល្អដើម្បីផ្ដល់សេវាកម្មប្រកបដោយសុវត្ថិភាពនិងផាសុកភាពជូនភ្ញៀវហើយអ្វីដែលខ្ញុំសប្បាយចិត្តជាងនេះទៀតនោះគឺបានជួបនឹងអ្នកដំណើរទៅដល់គោលដៅដោយសុវត្ថិភាពនិងទទួលបានស្នាមញញឹមពីពួកគាត់ឥឡូវយ៉ាងនេះខ្ញុំទទួលបានការ booking មួយភ្ញៀវ book ពីទឹកថ្លាម្ដុំឆ្លងកាត់ប៊ូយ៉ុងថោនហើយឆ្លងកាត់ស្ពានអាកាសអានេះ7 មករាបាទ7 មករាអាគារខាងស្ដាំដៃខ្ញុំឃើញសាងសង់យូរតែសាងសង់អត់ទាន់ហើយបាទហើយផ្លូវនេះបើយើងបត់ស្ដាំគឺទៅខាងផ្លូវកម្ពុជាក្រោមហើយទៅត្រង់គឺយើងទៅតាមផ្លូវសហព័ន្ធរុស្ស៊ីបុកទៅផ្សារថ្មីក៏បានវត្តភ្នំក៏បានផ្សាររាត្រីក៏បានមាត់ទន្លេក៏បានបាទហើយស្ថានភាពចរាចរណ៍ស្មើនេះគឺវាមិនសូវជាមមាញឹកប្រហែលទេបាទពេលថ្ងៃត្រង់ឡានម៉ូតូមួយវាមកល្មមបាទល្មមការធ្វើដំណើរវាមិនសូវជាស្ទះប្រហែលទេបាទហើយឥឡូវយើងមកដល់សាលាមុខសាលាភូមិន្ទហើយបាទហើយនៅចិត្តសាលារៀនអញ្ចឹងកុំជិះលឿនពេកបាទអ្នកដំណើរគឺត្រូវគោរពបាទពីព្រោះមានសិស្សមានអីឆ្លងច្រើននិស្សិតអីបាទអញ្ចឹងយើងត្រូវគោរពហើយតាមផ្លូវមេឃថ្ងៃហ្នឹងពេលថ្ងៃរៀងស្រឡះល្អបាទពេលល្ងាចភ្លៀងឈុលបាទហើយចរាចរណ៍ល្មមធ្វើដំណើរស្រួលបាទហើយកុំយើងជិះនៅក្នុងទីក្រុងកុំសូវលឿនពេកបាទជិះត្រឹម40 50 40 30អីបានហើយបាទចរាចរណ៍កុំនេះពេកឃើញដូចមានម៉ូតូឆ្លងអីទៅយើងអាចគ្រប់គ្រងល្បឿនបានបាទហើយឥឡូវនេះខ្ញុំមកដល់សាលាគេហៅ IFL បាទ IFL ហូបហើយគួរនឹងតិចបាទហើយចរាចរណ៍មកល្មមបើពេលល្ងាចវាអាចកកស្ទះច្រើនជាងពេលថ្ងៃបាទពេលថ្ងៃវាស្រួលធ្វើដំណើរដោយសារតែពេលព្រឹកពេលថ្ងៃពេលព្រឹកម៉ោង 8 9 ក៏ស្ទះខ្លាំងដែរបាទចឹងមានម៉ោងស្មើហ្នឹងវាស្រួលធ្វើដំណើរមកពេលថ្ងៃអរគុណបងប្អូនទាំងអស់គ្នាជួយ Sub Channel ម្នាក់មួយផងបាយបាយជួបគ្នាវីដេអូថ្មី